បងប្អូនណាខ្លះដែលមានបញ្ហា Telegram ចុចអត់កើតចឹងបងប្អូនយើងនិយាយស្រាប់ទៅគឺ Telegram សុកវា error ចឹងបងប្អូនអាចចុចឆាតចុចអីបានទេប៉ុន្តែបើកចូលកម្មវិធីបានធម្មតាណាអូខេចឹងសម្រាប់បងប្អូនដែលមានបញ្ហាបងប្អូនកុំភ្លេចមើលវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់កុំឲ្យមានការភ័ន្តច្រឡំនៅត្រង់ចំណុចណាមួយសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងការដោះស្រាយនៅបញ្ហា Telegram សុកវា error ចុចអត់បានអីចឹងណាដូចក្នុងវីដេអូដែលបានបង្ហាញចឹងតែយើងអាចប្រើប្រាស់ app បានធម្មតាប៉ុន្តែយើងអាចចុចចូលឆាតលេងជាមួយគ្នាផ្ញើរូបផ្ញើ sticker ផ្ញើអីបានទេគឺវាកាំងនៅនឹងតែម្ដងហើយសម្រាប់បញ្ហាមួយនេះខ្ញុំព្យាយាមស្វែងរកដំណោះស្រាយរបស់វាចាយពេលប្រហែលជា 4-5 ម៉ោងដែរត្រឹមរកឃើញហើយក៏ឆ្លៀតថតពីដំណោះស្រាយហ្នឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាទៅហើយសម្រាប់ការថតនេះគឺអត់មានកម្រងទុកមុនទេបងប្អូនអញ្ចឹងបើសិនជាមានការញ៉ៃបន្តិចសូមបងប្អូនអធិស្ឋានផងណាហើយបញ្ហាមួយនេះដែរភាគច្រើនគឺកើតនៅលើ iPhone អូខេអញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់ iPhone សុក Telegram មានការកាំងចុចអត់បានចុចអត់ទៅមុខអត់អីអាចធ្វើតាមវិធីនេះបានតែមុននឹងចូលទៅដល់ពីវិធីដោះស្រាយហ្នឹងក៏សូមបញ្ជាក់បងប្អូនទាំងអស់គ្នាសម្រាប់បញ្ហាហ្នឹងគឺយើងអាចទូរស័ព្ទពណ៌ដែលមានស្រោមពណ៌ផ្កាឈូកហ្នឹងគឺ iPhone ហ្នឹងណាបងប្អូនណាអូខេគឺវាមានបញ្ហាដែលយើងចុចចូល Telegram បានធម្មតាប៉ុន្តែចុចចូលឆាតអត់បានដូចក្បាលវីដេអូបញ្ជាក់ហើយសម្រាប់ដំណោះស្រាយវិញគឺអត់ពិបាកច្រើនទេបងប្អូនណាតាមបន្តិចទេគឺបងប្អូនអាចធ្វើការដោះបានខ្លួនឯងងាយមិនចាំបាច់ទៅរកជាងទេអូខេអានេះទោះបីខ្ញុំព្យាយាមយកមធ្យោបាយណាច្រើនក៏ដោយជាងខ្ញុំចាយពេលអស់រហូតដល់5ម៉ោងសម្រាប់ដំណោះស្រាយមួយនេះអញ្ចឹងដំណោះស្រាយវាគឺងាយស្រួលមែនតើបងប្អូនណាអូខេឥឡូវយើងចូលមកកាន់ដំណោះស្រាយសម្រាប់បញ្ហានឹងទាំងអស់គ្នាចឹងពេលដែលបងប្អូនចូលមកកាន់ Telegram បងប្អូននឹងឃើញមាននៅខាងក្រោមហ្នឹងហើយអូខេខាងក្រោម4ហ្នឹងគឺបងប្អូនចុចកន្លែង contact មកបងប្អូនចុចកន្លែង contact ហ្នឹងមកអញ្ចឹងវានឹងមកដល់ត្រង់នេះហើយណាបងប្អូនចុចនេះ contact ហ្នឹងមកវាមកដល់កន្លែងនេះបងប្អូនឃើញកន្លែងក្រហមហ្នឹងបងប្អូនចុចអាក្រោមនេះគឺចុច allow វាមករួចបងប្អូនចុច continue ហើយមកដល់ត្រង់នេះបងប្អូនចុច select contact ណាបងប្អូនណានេះចុច select contact បន្ទាប់មកបងប្អូនយកអាក្រោមគេselect contact letter អូខេតែប៉ុណ្្នឹងគឺបងប្អូនអាចប្រើប្រាស់ Telegram របស់បងប្អូនបានវិញហើយអូខេអញ្ចឹងសម្រាប់វីដេអូនេះគ្មានប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយចុច like និងជួយ share ម្នាក់មួយផងណាកុំឲ្យពិបាករកវីដេអូនៅថ្ងៃក្រោយទៀត